ពួកមានក្តៅឬក៏ពួកមានបន្ទាន់ពុកម៉ែបងប្អូនទាំងអស់គ្នានេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិនៅថ្ងៃនេះគឺបានបញ្ជាក់ថានៅខេត្តពោធិ៍សាត់គឺមានយោធាបាទមានយោធាថៃជាច្រើនរូបបានចូលកាត់សោឬក៏កោះផ្ទះរបស់ប្រជាពលរដ្ឋបងប្អូនមួយចំនួនដែលស្ថិតនៅក្នុងភូមិសង្គមថ្មីហើយពួកវានេះគឺបានប្រមូលសម្ភារៈមានតម្លៃជាច្រើនចេញពីផ្ទះចំនួន8ខ្នងបាទលើពីនេះទៅទៀតគឺពួកវាបានប្រមូលដូចជាបានប្រមូលម៉ូតូ4គ្រឿងនិងរ៉ឺម៉កដែលជារ៉ឺម៉កដឹកសម្រាប់របស់ពុកម៉ែបងប្អូននៅក្នុងភូមិនេះគឺចំនួន2គ្រឿងបាទនេះគឺជាការចុះផ្សាយរបស់ក្រសួងការពារជាតិកាលពីព្រឹកមិញដោយឡែកព័ត៌មានមួយទៀតលោកប៉ែនប៊ុនណាបាទដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងថាដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីបាទនៃប្រជាកម្ពុជាយើងគឺមានមូលដ្ឋានច្បាស់លាស់សូមពុកម៉ែបងប្អូនជឿជាក់លើរដ្ឋាភិបាលនេះជាការបញ្ជាក់របស់គាត់ហើយអ្វីដែលគាត់បញ្ជាក់បន្ថែមគឺថាមានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលអាចការពារដោយច្បាប់អន្តរជាតិគាត់បានបញ្ជាក់ថាវាព្រំដែនកម្ពុជាថៃគឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការឥណ្ឌូចិនសៀមលោកបានបន្តទៀតថានេះគឺជាមូលដ្ឋានច្បាស់លាស់និងរឹងមាំផងដែរសម្រាប់ការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីដែលអាចនិយាយបានថាកម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិដោយគ្មានអ្នកណាអាចបំពានបានឡើយគួរបញ្ជាក់ផងដែរថានៅថ្ងៃទី3សំទោសកាលពីថ្ងៃទី3ខែមករាឆ្នាំ2026កន្លងទៅនេះក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថាតំបន់មួយចំនួនជនជាតិថៃឬក៏ទាហានថៃបានកាន់កាប់ផងដែរដោយឡែកព័ត៌មានមួយទៀតបានចុះផ្សាយនៅថ្ងៃទី4ក្តៅនេះគឺយោធាថៃនៅតែបន្តដាក់ទូកុងតឺន័រឬក៏ដោតទង់ជាតិនៅភូមិព្រៃច័ន្ទបើទោះបីជាមានបទឈប់បាញ់បន្ទាន់ហើយក្តីក៏យោធាថៃបន្តដាក់ទូកុងតឺន័រដោយដោតទង់ជាតិរបស់ខ្លួននិងរាយបន្លាលួសដែលស្ថិតនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយទង្វើនេះគឺរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើងបានចាត់ទុកថាជាការរំលោភបំពានទៅលើបូរណភាពទឹកដីកម្ពុជាហើយអ្វីវាកាន់តែធ្ងន់ធ្ងរនេះគឺបំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរគូបញ្ជាក់ផងដែរថារដ្ឋាភិបាលកម្ពុជាគឺតែងតែតវ៉ាឬក៏តែងតែធ្វើសេចក្តីថ្លែងការណ៍ទាក់ទងជាមួយនឹងអ្វីដែលបងប្អូនទាំងអស់គ្នាបានឃើញជាប្រចាំថ្ងៃនឹងផងដែរបាទហើយព័ត៌មានដែលក្តៅបំផុតនៅនេះគឺទាក់ទងជាមួយនឹងទាហានសៀមបាទបានចូលលុកលុយកាត់សោឬក៏កោះផ្ទះពុកម៉ែបងប្អូននៅភូមិសង្គមថ្មីបាទហើយអ្វីដែលយើងគូកត់សម្គាល់ឬក៏ចងចាំរហូតហ្នឹងគឺពួកវាតែងតែធ្វើទុកបុកម្នេញជាពិសេសគឺវិជាពលរដ្ឋបងប្អូនដែលនៅជាប់ជាមួយនឹងព្រំដែនហ្នឹងបាទ